សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនដែលជាងដៃថ្មីបាទទៅរៀនកាត់សក់ទៅខ្លាយជាកូនជាងបាទជាងកាត់សក់បាទទៅចូលរៀនបាទមកមើលពីរបៀបកាត់សក់បាទ mode low taper បាទខ្ញុំនឹងប្រាប់ពីរបៀបកាត់សក់ mode ហ្នឹងគេត្រូវប្រើរបៀបម៉េចឲ្យចឹងណាបងប្អូនដំបូងដែរយើងចាប់ភ្លីសក់ភ្ញៀវសិនទៅហើយចាំខ្ញុំនឹងបញ្យល់បងប្អូនតទៀតបាទចាប់ភ្លីគេចាប់របៀបនេះបាទយើងចាប់ខាងឆ្វេងហើយក៏ចាប់ខាងស្ដាំអីតាមតែយើងចង់ចាប់ខាងណាមុនក៏បានដែរខាងឆ្វេងមុនក៏បានខាងស្ដាំបាក់មុនក៏បានបាទចាប់ទាំងសងខាងអញ្ចឹងមកហើយយើងចាប់ខាងក្រោយដែរបាទតែខ្ញុំអត់ចាប់នៅខាងក្រោយខ្ញុំចាប់តែសងខាងបាទគៀបខ្ញុំមានតែ2អញ្ចឹងខ្ញុំចាប់តែសងខាងតែប៉ុណ្្នឹងណាឥឡូវបន្ទាប់មកហើយយើងឈូសពុំលេខ2មកបងប្អូនឈូសតែគៀននឹងទេយើងអត់ឈូសកលឹងទេអញ្ចឹងណាបងប្អូនឈូសគៀនខាងឆ្វេងមុនហើយគៀនខាងស្ដាំមុនក៏បានបាទហើយបន្ទាប់មកយើងឈូសខាងក្រោយបាទយើងយកពុំលេខ2នឹងឈូសអញ្ចឹងណាបងប្អូនឈូសមកហើយឈូសឲ្យស្មើអីចឹងណាឲ្យស្មើពុំដែលយើងប្រើពុំលេខ2យើងស្មានយកធម្មតាអីចឹងណាបងប្អូនយើងជាងកាត់សក់យើងពេលយើងចូលរៀនគឺយើងដឹងហើយគេប្រាប់យើងហើយពុំលេខ2យើងប្រើធ្វើម៉ានអីចឹងណាបងប្អូនយើងប្រើពុំលេខ2នឹងមកបន្ទាប់មកឈូសពុំលេខ2នឹងហើយយើងប្រើវ៉ូទ័រច្រឹបបាទប្រើវ៉ូទ័រច្រឹបនឹងច្រឹបទាំងសងខាងអីចឹងណាបងប្អូនចាំមើលទាំងអស់គ្នាខ្ញុំប្រាប់នេះទៅច្រឹបចឹងណាច្រឹបជាខាងឆ្វេងហើយយើងក៏វត្តចឹងមកយកកែងឲ្យចេញតម្រង់ចេញរៀង model taper ហ្នឹងមកបន្ទាប់មកហើយយើងច្រឹបខាងក្រោយអីចឹងណាបងប្អូនច្រឹបឲ្យស្មើមកហើយបន្ទាប់មកយើងក៏ធ្វើពុំលេខ0បាទធ្វើពុំលេខ0អញ្ចឹងទៅលេខ0ហើយកាត់ថ្មីងបាទកាត់ថ្មីងតមកយើងធ្វើលេខ2អូច្រឡំបងប្អូនបាទធ្វើលេខ1បាទធ្វើលេខ1ហើយយើងកាត់ថ្មីងតមកយើងធ្វើលេខកន្លះហ្នឹងហើយយើងកាត់ថ្មីងមកហើយយើងឈូសអីចឹងណាបងប្អូនតមកយើងកាត់ថ្មីងលុបស្មៅហ្នឹងអញ្ចឹងណាបងប្អូនធ្វើទាំងសងខាងអីចឹងណានិយាយទៅទាំងខាងឆ្វេងទាំងខាងស្ដាំយើងធ្វើដូចគ្នាបាទយើងប្រើពុំដូចគ្នាទាំងអស់បាទហើយយើងយកពុំនៃកន្លះហ្នឹងទៅហើយតមកយើងយកខាងក្រោយទៀតអីចឹងណាពួកអីយើងឈូសឲ្យស្មើខាងក្រោយហ្នឹងយើងដំបូងយកលេខ0កាត់ថ្មីងពុំហ្នឹងតមកយើងដាក់ពុំលេខ1បាទពុំលេខ1ហើយយើងកាត់ថ្មីងឈូសអីចឹងណាតមកយើងដាក់យកពុំកន្លះយើងកាត់ថ្មីងដែរតមកយើងលុបថ្មីងហ្នឹងទៅលុបថ្មីងយើងកាត់ចូលកាត់ពុំកន្លះហ្នឹងចូលវិញអញ្ចឹងហើយយើងលុបស្មៅអីចឹងណាបងប្អូនសម្រាប់បងប្អូនជាងដៃថ្មីបាទហើយសូមអធិស្ឋានបើខ្ញុំនិយាយទៅខុសឆ្គងអីមានកំហុសអីបាទរបៀបខ្ញុំកាត់សក់ model taper ខ្ញុំកាត់របៀបហ្នឹងទេបងប្អូនតមកហើយយើងក៏ធ្លាប់ខះអីចឹងណាធ្លាប់ឲ្យស្មើមកនេះយកធ្លាប់ខ្ញុំធ្លាប់អញ្ចឹងណាធ្លាប់ឲ្យស្មើបាទឲ្យស្អាតចេញជារៀងជារើមកសំសួនតមកហើយយើងក៏យកកត្រៃសាប់ហ្នឹងទៅហើយយើងសាប់ជប៉ុនជុំវិញហ្នឹងទៅឲ្យស្មើរៀបស្អាតចេញជា model taper ហ្នឹងវាចេញជារៀងវាlow taper ហ្នឹងទៅហើយតមកក៏យើងកាត់សក់ខាងលើទៅហើយនិយាយទៅវាស្រួលមួយយ៉ាងពេលដែលយើងចេះមុនដែលតំណតែយើងចេះហ្នឹងគឺយើងឆ្លងកាត់ជាច្រើនគ្រូណែនាំយើងច្រើនមកយើងចេះម៉ូដហ្នឹងអញ្ចឹងណាបងប្អូនសំខាន់ឲ្យតែយើងស្គាល់ពីរបៀបប្រើប្រាស់ពុំអីចឹងណាហើយយើងត្រូវដប់មិនហើយយើងដាក់ពុំដេកម៉ានអីចឹងណាយើងត្រូវចេះអាហ្នឹងពេលយើងស្គាល់ពុំស្គាល់ចេះរបៀបប្រើពុំប្រើអីគឺយើងចេះកាត់សក់ស្រួលឯកាត់មិនពិបាកទេបងប្អូនហើយឲ្យតែយើងព្យាយាមគឺយើងនឹងទទួលបានជោគជ័យបាទសម្រាប់នៅការងារដែលយើងចង់ធ្វើគឺយើងចេះបាទឲ្យតែយើងព្យាយាម
ការខ្ញុំរៀនកាត់សបាទទៅខ្ញុំចង់ចេះខ្លាំងហ្មងស្ទើរតែជួលគេជួលកាខ្ញុំជួលគេជួលគេមកកាត់សក់យើងអ្នកកាត់គេជួលគេសារយើងចង់ចេះខ្ញុំការខ្ញុំរៀនហ្នឹងខ្ញុំមានប្អូនខ្ញុំកាត់សក់ប្អូនខ្ញុំរហូតអញ្ចឹងណាហើយខ្ញុំក៏ឆាប់ចេះហើយព្រោះអីចិត្តខ្ញុំចង់ចេះដល់ពេលអញ្ចឹងខ្ញុំត្រូវព្យាយាមធ្វើយ៉ាងណាឲ្យឆាប់ចេះឲ្យលឿនបាទហើយបញ្ញាប់បើកហាងខ្លួនឯងអីចឹងណាតបមកខ្ញុំក៏ធ្វើតាមក្តីសម័យហើយខ្ញុំបើកហាងខ្លួនឯងទៅហើយក៏ដល់សប្តាហ៍ថ្ងៃហ្នឹងបាទហើយវីដេអូខ្ញុំនឹងចេញបន្ថែមទៀតបាទបន្តទៀតខ្ញុំនឹងរៀនចេញវីដេអូរបៀបរៀនកាត់សក់អីចឹងណាបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាណាហើយបន្តមកឥឡូវនេះខ្ញុំកាត់រួចហើយគឺថាចេញម៉ូដមកស្រស់ស្អាតមែនតើបាទម៉ូដ low taper បាទសម្រាប់បងប្អូនកុំភ្លេចតាមដានវីដេអូខ្ញុំហើយជួយ share ម្នាក់មួយផងណាបងប្អូនខ្ញុំនឹងមានវីដេអូបរិញ្ញាពីរបៀបកាត់សក់បាទកុំភ្លេចតាមដានទាំងអស់គ្នាណាបងប្អូនអរគុណបងប្អូនដែលតាមដានពីដើមរហូតដល់ចប់បាទជម្រាបលា